ក្មេងប្រុសនោះមានការភ័យខ្លាចយ៉ាងខ្លាំងពេលគាត់តែកណ្ដាលអ្នកស្រែកខ្លាំងស្ដេចសង្ហពិតជាបានប្រើវិធីទន់ភ្លន់មួយសម្លឹងមើលខ្លួនឯងហើយនោះជាអ្វីដែលវាមាននៅពេលដែលគាត់បន្ថយការប្រុងប្រយ័ត្នរបស់គាត់ឪពុកនៅពីក្រោយគាត់ស្រាប់តែដាក់ដៃលើគាត់ការឈឺចាប់ខ្លាំងនៃការទាញគន្លេសការឈឺចាប់បានធ្វើឲ្យស្ដេចសង្ឃឹងភ្លាមនាងក្រោកឡើងហើយស្ទុះទៅរកក្មេងប្រុសនោះកាលពីអតីតកាលតាក់ទងនឹងកម្លាំងដ៏មានឥទ្ធិពលក្មេងប្រុសនោះមិនអាចតស៊ូបានតតែសោះការដោះសម្លៀកបំពាក់ចេញអាចទុកឲ្យតែស្ដេចតហ្វុងមិនមុតស្រួយបានទម្លុះចូលតាមធ្មេញរបស់គាត់ពុកបានឃើញនៅឆ្ងាយគាត់ចាប់ផ្ដើមបាញ់ភ្លាមដោយភ័យស្លន់ស្លោដើម្បីជួយសង្គ្រោះពួកគេពីទីមរបស់ស្ដេចយ៉ាងណាមិញកូនប្រុសនោះបានដឹងខ្លួនរួចហើយយឺពេលហើយស្ដេចសង្ឃក៏អូសសាក់សពរបស់រាងកាយដែលរងរបួសបានខំយ៉ាងធ្ងន់ធ្ងរក្មេងប្រុសនោះបានរត់ចេញពីទីនេះទោះបីជាយ៉ាងណាក៏ត្រូវបានបាញ់ចំដោយគ្រាប់ដើមឈើរួចហើយមិនដែលបោះបង់ចោលបុរសនោះទេក្មេងនោះរត់រហូតដល់ទៅដល់ចម្ងាយរាប់រយម៉ៃល៍ស្ដេចតនៅលើវាលស្មៅខាងក្រៅទីបំផុតក្មេងប្រុសនោះក៏លែងដៃខ្ញុំគិតថាខ្ញុំនឹងស្លាប់នៅទីនេះដោយមិននឹកស្មានដល់ស្ដេចតបានដួលមួយដំណក់ឈាមស្រស់មួយដំណក់បានធ្លាក់មកលើរាងកាយរបស់គាត់ហើយឆាប់នេះប្រតិកម្មមួយបានកើតឡើងនៅខាងក្នុងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺបន្ទាប់ពីការបន្ថែមម្សៅរបស់ស្ដេចតក្មេងប្រុសនោះមិនត្រឹមតែរើសយកជីវិតរបស់គាត់ថែមទាំងស្ថិតនៅក្នុងដៃរបស់គាត់ពិសេសមួយចំនួនប៉ុន្តែនៅពេលនេះក្មេងប្រុសនោះមិនដឹងខ្លួនទាំងស្រុងការផ្លាស់ប្ដូរទាំងនេះត្រូវបានគេគិតថាគ្រូពេទ្យបានជួយសង្គ្រោះខ្លួនឯងរហូតដល់គាត់បានត្រឡប់ទៅវាលស្មៅវិញម្ដងសម្លឹងមើលមនុស្សដែលកំពុងរត់មករកគាត់ក្មេងប្រុសហ្វូងសត្វក្របីអាចមានតែពីរដងអង្គុយចុះនៅនឹងកន្លែងដោយដៃគ្រប់ក្បាលអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺសត្វក្តានគ្រាន់តែឆ្លងកាត់គាត់ហើយគាត់មិនបានបើកការវាយប្រហារទេក្មេងប្រុសនោះងើយមុខឡើងរួចក៏និយាយឡើងឥឡូវនេះស្ដេចក្របីកំពុងការពារវាគាត់បាននៅរហូតដល់ហ្វូងគោទាំងអស់បានចាក់ចេញទៅស្ដេចគោឈ្មោះក្រោយមកមិនបានងាកក្បាលមកវិញទេបានរលាយបាត់ទៅហើយសាកសពក្មេងប្រុសក៏បាត់ទៅដែរត្រូវបានលីឡំជាមួយនឹងមូលដ្ឋានឡើងតែខ្លាចជាមនុស្សរឹងមាំជាមួយនឹងរូបរាងកាយការលោតណាមួយវាអាចហោះបានចម្ងាយរាប់រយម៉ែត្រពួកគេថែមទាំងបានស្ទាត់ជំនាញពិសេសមួយទៀតអាចត្រូវបានប្រើជាមួយចលនានេះអនុញ្ញាតឲ្យវត្ថុមានការភ្ជាប់ telepathic នេះពន្យល់ពីស្ដេចប៊ីសុនហើយអ្វីខ្ញុំត្រូវការពីគាត់នៅពេលនេះរូបរាងរបស់ក្មេងប្រុសនឹងមានអ្វីផ្លាស់ប្ដូរទេក្រៅពីភ្នែកវាបានប្រែក្លាយទៅជារូបរាងរបស់អ្នកអាចមើលឃើញរាប់រយអ្នកបានយ៉ាងងាយស្រួលកំពុងមើលអ្វីដែលកំពុងកើតឡើងនៅចម្ងាយ100គីឡូម៉ែត្រត្រូវបានសម្លាប់ក្មេងប្រុសម្នាក់ត្រូវបានគេសម្លាប់ភ្លាមដោយគ្មានអារម្មណ៍ខឹងយ៉ាងខ្លាំងខ្ញុំបានរើសវាឡើងបិទដែលធ្លាក់លើដីបានចាប់ផ្ដើមភ្លាមការវាយប្រហារបានបង្ហាញពីខ្លួនឯងរូបរាងសត្វត្រឆានត្រូវបានខ្ចាត់ខ្ចាយភ្លាមក្រោយពីដោះស្រាយជាមួយក្រុមចោរប្លន់រួចបុរសប្រសែតភ្នែករបស់ស្ដេចគោយល់ពីបេសកកម្មផ្ទាល់ខ្លួនរបស់អ្នកខ្ញុំនឹងលះបង់ពេលវេលាដែលនៅសល់នៃជីវិតរបស់ខ្ញុំបានបន្លំភាពទៅយ៉ាងលឿនក្មេងប្រុសនោះបានលះបង់ភាពមិនពេញវ័យរបស់គាត់វាបានក្លាយជាមនុស្សពេញវ័យដ៏រឹងមាំម្នាក់បុរសនោះជាចោរនៅថ្ងៃនោះលួចចូលទៅក្នុងវាលស្មៅដើម្បីបរបាញ់សត្វក្របីត្រៀមខ្លួនជាស្រេចដើម្បីដោះដូរមិននឹកស្មានដល់ថាវិការបានមកពីតំបន់ពួកគេត្រូវបានរារាំងមិនឲ្យមើលឃើញតែតំបន់ធំមួយប្រធានក្រុមភ្នំមិនមានអ្វីទាំងអស់ដាក់គាត់នៅក្នុងភ្នែករបស់អ្នកភ្នំឲ្យសុំបើកផ្លូវផងបន្ទាប់មកគុំបន្ទោខ្លួនឯងថាមិនសមគាត់បានបើកឡានចេញភ្លាមបន្ទាប់ពីនិយាយរួចខ្ញុំបានបុកវាហើយមិននឹកស្មានថាវាធំយ៉ាងនេះទេស្ងប់ស្ងាត់គួរឲ្យកត់សម្គាល់អំពីរឿងនេះបន្ទាប់មកគាត់បានឡើងលើដំបូលហើយភ្លាមគាត់លោតឡើងលើឡានពីក្រោយប្រើប្រាស់ការឈោងចាប់ដ៏រហ័សរហួនបន្ទាប់មកសុំបានមើលថែពួកគេពីរនាក់បន្ទាប់មកពួកចៅបានចូលទៅក្នុងភ្នំចូលទៅក្នុងកៅអីអ្នកបើកបរហើយដាក់ឡានចូលរស់ទាំងពីរនាក់នោះបានសម្លាប់ពួកអ្នកប្រមាញ់ប្រធានក្រុមរឹងមាំនិងសាច់ដុំបានបើកយ៉ាងបាញ់កាំភ្លើងពេលកំពុងឆ្លៀតឱកាសកាន់ដៃពួកគេបានរត់គេចខ្លួនដោយភ័យស្លន់ស្លោពីឃើញភ្នំហើយដីក៏មិនបានរីកចម្រើនដែរឲ្យការដេញតាមពួកគេបានប្រើវិធីខ្ពស់បំផុតត្រូវបានកត់ត្រាទុកអ្នកលួចប្លន់រួមទាំងអ្នកដែលលួចលេខផ្លាកលេខប្រធានក្រុមបានត្រឡប់ទៅជុំរមូលដ្ឋានវិញហើយបានជាយូរមកហើយមុនពេលគាត់អាចមានប្រតិកម្មគាត់ត្រូវបានសម្លាប់ភ្លាមដោយការវាយប្រហារតែមួយដងដៃសានបានសរសេរនៅក្នុងកំណត់របស់ចាប់ផ្សេងត្រូវបានកាត់ចេញទាំងស្រុងបន្ទាប់មកគាត់បានចាក់ចេញដោយមិនងាកនៅទីនេះដើម្បីស្វែងរកគោលដៅបន្តរហូតដល់ពួកអ្នកលួចប្លន់ទាំងនេះគាត់នឹងធ្វើដូច្នេះបានលុះត្រាតែវាត្រូវបានសម្លាប់ខ្លួនរួចរាល់ដើម្បីត្រឡប់ទៅរកវីដេអូនេះឥឡូវចប់ហើយ